សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់ដែលបានជួយគាំទ្របើបងប្អូនមិនទាន់បាន Subscribe សូមជួយចុច Subscribe ដើម្បីបានវីដេអូដែលខ្ញុំធ្វើពីនេះពីនោះចែករំលែកដល់បងប្អូនមើលនិងស្ដាប់កម្សាន្តបាទសូមអរគុណហើយថ្ងៃនេះខ្ញុំនឹងនិទានរឿងចម្លែកមួយម្ដាយថាគូនឹងដឹងកូនស្រីជាបងប្រុសបង្កើតរឿងនេះកើតឡើងនៅក្នុងប្រទេសចិនដែលមានស្ត្រីវ័យចំណាស់ម្នាក់ចង់ឲ្យកូនមានប្តីដល់ថ្ងៃកូនស្រីនាំគូដណ្ដឹងរបស់នាងមកជួបស្រាប់តែគាត់ថាជាកូនប្រុសរបស់គាត់ទៅវិញបាទបងប្អូនសូមតាមដានរឿងនេះទាំងអស់គ្នាថាតើរឿងនេះវាទៅជាយ៉ាងម៉េចទៅវិញនៅក្នុងប្រទេសចិនមានទីក្រុងមួយឈ្មោះស៊ូជូវក្នុងខេត្តចាំងស៊ូជាខេត្តមួយដ៏ល្បីល្បាញដោយសារមានទន្លេ15ដែលតភ្ជាប់ដោយស្ពានថ្មបុរាណចំនួន49ដែលបង្កើតឲ្យមានទេសភាពដ៏ស្រស់ស្អាតហើយមានប្រជាជនរស់នៅជាង1លាននាក់ក្នុងចំណោមអ្នកទាំងអស់នោះក៏មានគ្រួសារមួយគ្រួមានសមាជិក3នាក់ម្ដាយឈ្មោះឈីងកូនប្រុសពៅឈ្មោះមីងមានកូនស្រីបងម្នាក់ទៀតឈ្មោះម៉ៃលីនអាយុ22ឆ្នាំនាងមានរាងសស្ដើងពណ៌ខួចតូចច្រឡឹងហើយមិនដែលគិតស្រមៃឃើញថានាងមានបងប្រុសបង្កើតនៅក្នុងគ្រួសាររបស់នាងទេនាងតែងតែគិតថានាងជាកូនស្រីច្បងដែលមានតែប្អូនប្រុសមួយឪពុករបស់នាងបានស្លាប់ចោលនាងនិងប្អូនប្រុសតាំងពីអ្នកទាំងពីរនៅតូចហើយម្ដាយរបស់នាងស្រឡាញ់នាងនិងប្អូនណាស់គាត់បានចិញ្ចឹមបីបាច់ថែរក្សានាងនិងប្អូនយ៉ាងយកចិត្តទុកដាក់ឲ្យរៀនសូត្រចេះដឹងព្រៀងប្រដៅឲ្យដឹងខុសដឹងត្រូវធំឡើងឲ្យមានចរិតភាពរៀបសារហើយសង្ឃឹមថាពេលនាងពេញវ័យក្រមុំនាងនឹងរៀបការឆាប់ជាមួយអ្នកណាម្នាក់ដែលអាចមើលថែរក្សានាងបានប៉ុន្តែចំពោះនាងវិញគិតឃើញថាមិនត្រឹមគ្រាន់តែក្រៀបការគ្នាជាប្តីប្រពន្ធនោះទេតើតែមានបរិះណាម្នាក់ដែលនាងស្រឡាញ់ដែលនាងចង់ជួបម្ចាស់ចិត្តដ៏មានមន្តស្នេហ៍ពិតប្រាកដរបស់នាងមុនពេលគិតអំពីរៀបការយកគ្នាជាប្តីប្រពន្ធទោះជាបរិះជាច្រើនចង់បាននាងជាភរិយាក៏ដោយក៏នាងនៅតែមិនទាន់ពេញចិត្តឯម្ដាយរបស់នាងវិញទ្រាំលែងបានដោយឃើញកូនស្រីនៅតែយល់សប្តិបែបនេះគាត់តែងតែជំរុញកូនស្រីរបស់គាត់ម្ដងហើយម្ដងទៀតដែលជារឿយនាំឲ្យមានការឈ្លោះប្រកែកគ្នាម៉ីកូនឯងអាយុ22ឆ្នាំហើយល្មមយកប្តីហើយកូនមានបរិះជាច្រើនចង់បានកូនឯងហើយកូនឯងនៅតែប្រកែកអញ្ចឹងប្រយ័ត្នខ្លាយទៅជាក្រមុំសៅកែណាហើយម៉ាក់អាចជួយរកឲ្យកូនឯងបានម៉ាក់ខ្ញុំសុខចិត្តនៅលីវជាងរៀបការជាមួយបរិះខុសដែលរស់នៅជាមួយគ្នាមិនចុះសម្រុងហើយមិនមានសុភមង្គលនោះទេដោយទ្រាំមិនបាននឹងម្ដាយដែលតែងតែនិយាយដដែលអាម៉ីក៏ដាច់ចិត្តទៅរស់នៅម្នាក់ឯងពី3ខែក្រោយមកគូព្រេងរបស់នាងក៏បានមកដល់ថ្ងៃមួយនៅក្នុងពិធីជប់លៀងរបស់មិត្តភក្តិនាងអាម៉ីក៏បានជួបបរិះម្នាក់ឈ្មោះសៀងថៅអាយុបងនាងបន្តិចបន្តួចមានរាងសង្ហាមិនខ្ពស់មិនទាបមុខតែងតែញញឹមគ្រាន់តែជួបគ្នាភ្លាមអ្នកទាំងពីរក៏បង្កាត់ភ្លើងស្នេហាឆាបឆេះយ៉ាងលឿនដោយសារតែគូព្រេងមួយរយៈក្រោយមកស្នេហាទំនាក់ទំនងរវាងអ្នកទាំងពីរក៏កាន់តែខ្លាំងឡើងហើយនាងក៏យល់ឃើញថាសៀងគឺជាមនុស្សម្នាក់ដែលនាងរងចាំជាយូរមកហើយដោយមិនអាចរងចាំយូរនាងក៏ប្រាប់ម្ដាយនិងក្រុមគ្រួសារថានាងបានរកឃើញមិត្តប្រុសដ៏ល្អម្នាក់ម្ដាយរបស់នាងឮដូច្នេះសប្បាយរីករាយណាស់ហើយជាពិសេសទៅទៀតឪពុកមារបស់នាងម្នាក់ដែលនាងហៅថាអង្កុលលីដែលស្រឡាញ់នាងដូចកូនបង្កើតពេលដែលគាត់ដឹងថាក្មួយស្រីរបស់គាត់មានមិត្តប្រុសគាត់ភ្ញាក់ផ្អើលជាខ្លាំងប៉ុន្តែសប្បាយចិត្តណាស់ហើយម្ដាយនាងនិងអង្កុលលីក៏ជំរុញឲ្យនាងនាំមិត្តប្រុសនោះមកលេងផ្ទះដើម្បីឲ្យពួកគាត់ទាំងអស់គ្នាបានជួបទំនាក់ទំនងរវាងអាមីនិងសៀងកាន់តែរឹងមាំទៅហើយក៏មានកម្រងនឹងរៀបការជាមួយគ្នាព្រមទាំងមានកម្រងទៅជួបជាមួយគ្រួសារទាំងសងខាងដែរពេលវេលាក៏បានមកដល់គូសង្សារទាំងពីរសប្បាយចិត្តណាស់ក៏រៀបចំខ្លួនទៅលេងម្ដាយ
មានទាំងកាដូមានទាំងផ្លែឈើរបស់របរបន្តិចបន្តួចទៀតយកទៅជូនម្ដាយនិងប្អូនប៉ុន្តែទោះជាយ៉ាងណាគូស្នេហាទាំងពីរមិននឹកស្មានថាមានអ្វីមួយអាក្រក់នឹងកើតឡើងចំពោះស្នេហារបស់គេទាំងពីរឡើយហើយអ្នកស្រីជីងវិញឮសូរកូនស្រីនាំមិត្តប្រុសមកលេងសប្បាយចិត្តណាស់ខិតខំរៀបចំផ្ទះយ៉ាងស្អាតព្រមទាំងចម្អិនអាហារជាច្រើនមុខមានទាំងឆាសាច់ជ្រូកឆាគ្រឿងសមុទ្រព្រមទាំងមានទាខ្វៃនិងបង្អែមមួយមុខទៀតដើម្បីទទួលអនាគតកូនប្រសាពេលអ្នកទាំងពីរមកដល់គាត់ក៏អកខេបកខប់ហើយក៏បើកទ្វារទទួលប៉ុន្តែពេលឃើញសង្សាររបស់នាងភ្លាមស្រាប់តែគាត់ឡើងស្រឡាំងកាំងទៅវិញមុខសង្សាររបស់កូនស្រីគាត់គឺដូចមនុស្សម្នាក់ដែលគាត់ធ្លាប់រស់នៅជាមួយពីមុនហើយអារម្មណ៍របស់គាត់បានធ្វើឲ្យគាត់មិនស្ងប់ចិត្តសោះកំឡុងពេលហូបបាយជាមួយគ្នាគាត់បានសម្លឹងមើលមុខសង្សាររបស់កូនស្រីគាត់យ៉ាងលម្អិតហើយគាត់ក៏សួរដេញដោលអំពីប្រវត្តិគ្រួសារសួរអាយុសួរកើតនៅកន្លែងណារបស់យុទ្ធជនសៀងប៉ុន្តែទោះជាយ៉ាងណាយុទ្ធជនសៀងដែលជាសង្សាររបស់កូនស្រីគាត់គឺមិនបានដឹងច្បាស់ពីប្រវត្តិកំណើតរបស់ខ្លួនទេបាទអ្នកមីងខ្ញុំអាយុ24ឆ្នាំហើយម្ដាយឪពុកខ្ញុំសពថ្ងៃគឺជាម្ដាយឪពុកចិញ្ចឹមហើយខ្ញុំក៏មិនសូវជាដឹងប្រវត្តិកំណើតរបស់ខ្ញុំប៉ុន្មានដែរឮសូរដូច្នេះអ្នកស្រីជីងម្ដាយរបស់អាមីនៅស្ងៀមហើយធ្វើទឹកមុខស្រពោនដូចជាមានអ្វីមួយអាចកំបាំងដែលមិនអាចនិយាយចេញរួចហើយក៏ចាប់ទូរស័ព្ទទៅរកអង្កុលលីដែលត្រូវជាប្អូនថ្លៃរបស់គាត់ហើយអាមីវិញគិតក្នុងចិត្តថាម្ដាយរបស់នាងមិនយល់ព្រមទទួលយកមិត្តប្រុសរបស់នាងជាសមាជិកគ្រួសារទេទោះជាយ៉ាងណាអ្នកទាំងអស់គ្នាក៏បន្តហូបបាយពេលល្ងាចទៅទៀតដោយមានអារម្មណ៍ប្លែកៗរៀងខ្លួនហើយពេលនោះដែរអង្កុលលីដែលជាពូរបស់នាងក៏បានមកដល់គ្រាន់តែឃើញមុខគូនឹងដឹងរបស់ក្មួយស្រីភ្លាមទឹកមុខរបស់គាត់ដូចជាភ្ញាក់ផ្អើលជាខ្លាំងជាមួយភាពស្ងប់ស្ងាត់ដោយមិននិយាយអ្វីច្រើនគាត់ក៏បានហៅអ្នកស្រីជីងជាបងថ្លៃទៅពិភាក្សាគ្នានៅឯក្រៅផ្ទះអ្នកទាំងពីរនិយាយខ្សឹបដែលធ្វើឲ្យអាមីនិងទៀងអង្គុយមើលមុខគ្នាទៅវិញទៅមកជាមួយអារម្មណ៍ច្បោកច្បល់ដោយមិនដឹងថាមានអ្វីកើតឡើងទៀតបន្ទាប់ពីអ្នកទាំងពីរពិភាក្សាគ្នារួចគូនឹងដឹងរបស់នាងគឺមុខដូចឪពុកនាងបេះបិទកាលពីគាត់នៅក្មេងអញ្ចឹងហើយជាច្រើនឆ្នាំកន្លងមកឪពុកម្ដាយរបស់អាមីបានបាត់បង់ទារកមួយតើនេះអាចទៅរួចដែរឬទេអង្កុលលីក៏ដូចជាមិនច្បាស់លាស់ដែរតើនេះជាការចៃដន្យឬក៏ជាវាសនាដែលបានចារមកលើអ្នកទាំងពីរពេលដែលគាត់បានឃើញយុទ្ធជនសៀងអង្គុយបរិភោគអាហារហើយមានចរិតស្ងៀមស្ងាត់ញញឹមតិចដូចបងប្រុសរបស់គាត់ដែលបានស្លាប់ទៅហើយនោះតែធ្វើឲ្យបេះដូងគាត់ចង់ស្ទះវាហាក់បីដូចជាសេចក្តីស្លាប់បានរស់ឡើងវិញប៉ុន្តែគាត់មិនហ៊ានប្រាប់ក្មួយស្រីរបស់គាត់ពីអ្វីដែលគាត់សង្ស័យនោះទេផ្ទុយទៅវិញគាត់ក៏បានហៅបងថ្លៃរបស់គាត់ទៅឲ្យក្រៅផ្ទះដើម្បីពិភាក្សាជាមួយគ្នាជាឯកជនហើយអ្នកស្រីជីងក៏បានសារភាពថានៅពេលដែលគាត់ឃើញគូដណ្ដឹងរបស់កូនគាត់ភ្លាមគាត់មានអារម្មណ៍យ៉ាងរន្ធត់ដែលធ្វើឲ្យគាត់ដកដង្ហើមមិនចង់រួចព្រោះគូដណ្ដឹងរបស់កូនស្រីគាត់នោះដូចប្តីរបស់គាត់ដែលបានស្លាប់ជាយូរឆ្នាំនោះទាំងមុខទាំងរាងទាំងកម្ពស់ទាំងចរិតទាំងអ្វីទាំងអស់ដូចប្តីគាត់បេះបិទដែលធ្វើឲ្យគាត់សន្និដ្ឋានថានេះគឺជាកូនប្រុសរបស់គាត់ដែលគាត់បានបាត់បង់ជាយូរឆ្នាំមកហើយចិត្តរបស់គាត់ក៏ចាប់ផ្ដើមវិលវល់ដោយការចងចាំដែលគាត់បានកត់ទុកជាយូរមកហើយបន្ទាប់ពីរៀបការរួចគាត់ក៏បានសម្រាលកូនបានកូនប្រុសមួយប៉ុន្តែរយៈពេល1ខែមកទារកនោះមានសុខភាពមិនល្អសោះតែងតែឈឺជានិច្ចហើយនៅយប់មួយធាតុអាកាសមិនសូវល្អមានព្យុះមានភ្លៀងហើយសុខភាពរបស់កូនតូចនោះកាន់តែធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យគាត់ញាប់បញ្ញាលនាំកូនតូចគាត់ទៅមន្ទីរពេទ្យទាំងយប់ប៉ុន្តែទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានបញ្ជាក់ថាទារកតូចនោះស្លាប់បាត់ទៅហើយក្រុមគ្រួសារគ្មានជំរឿសអ្វីក្រៅពីយកសាកសពទារកតូចនោះយកទៅបញ្ចុះហើយចាស់បានប្រាប់ថាគាត់ទើបតែឆ្លងទន្លេរួចដូច្នេះកុំឲ្យប៉ះពាល់ដល់សុខភាពរបស់គាត់
ដូច្នេះពីរអ្នកប្តីប្រពន្ធត្រូវត្រឡប់ទៅផ្ទះវិញគឺទុកឲ្យបងប្អូនអ្នកចាត់ចែងសាកសពហើយគាត់ក៏បានស្នើសុំឲ្យប្អូនថ្លៃរបស់គាត់ម្នាក់ទៀតជាអ្នករៀបចំទុកដាក់សាកសពកូនរបស់គាត់2 ឆ្នាំកន្លងមកគាត់ក៏បានកូនស្រីមួយទៀតឈ្មោះអាមីបន្ទាប់មកទៀតគាត់ក៏បានផ្ដល់កំណើតឲ្យកូនប្រុសម្នាក់ទៀតដែលក្លាយជាប្អូនប្រុសរបស់នាងមីសពថ្ងៃនេះហើយអារម្មណ៍របស់គាត់នៅតែដក់ជាប់កូនតូចបងដែលគាត់បានបាត់បង់ជានិច្ចរហូតមកដល់សពថ្ងៃនេះដល់ពេលគាត់ឃើញគូដណ្ដឹងរបស់កូនស្រីគាត់ដែលមានមុខមាត់ដូចប្តីរបស់គាត់បេះបិទដែលធ្វើឲ្យអារម្មណ៍របស់គាត់ភ្ញាក់ផ្អើលជាខ្លាំងហើយសង្ស័យទៅលើគូដណ្ដឹងរបស់កូនស្រីគាត់ថាជាកូនប្រុសរបស់គាត់ទៅវិញតើយុទ្ធជនសៀងជាកូនប្រុសរបស់ខ្ញុំដែលមិនបានស្លាប់ពិតប្រាកដឬទេតើមានអ្នកណាយកគាត់ទៅចិញ្ចឹមធ្វើជាកូនរបស់ពួកគេទៅវិញឬក៏យ៉ាងម៉េចអង្គុលលីក្នុងចិត្តគាត់គិតថាវាមិនអាចទៅរួចសោះប៉ុន្តែមើលទៅយុទ្ធជននោះមានមុខមាត់ចរិតនិងអ្វីទាំងអស់ដូចជាបងប្រុសរបស់គាត់ខ្លាំងណាស់ដែលធ្វើឲ្យគាត់នៅមិនសុខមិនថាជាវាសនាឬក៏ចៃដន្យខ្ញុំត្រូវតែរកការពិតហើយអ្នកស្រីជីងនិងអង្គុលលីក៏ប្រញាប់ប្រញាល់ចូលទៅក្នុងផ្ទះវិញបន្ទាប់ពីពិភាក្សាគ្នារួចពេលចូលទៅដល់គាត់ក៏និយាយទាំងកំហឹងថាអ្នកទាំងពីរត្រូវតែបញ្ចប់រឿងនេះអង្គុលលីនិយាយយ៉ាងម៉ឺងម៉ាត់អ្នកទាំងពីរមិនអាចនៅជាមួយគ្នាបានទេអាមីនិងសៀងសម្លឹងមើលមុខអ្នកស្រីជីងនិងអង្គុលលីដោយភ្ញាក់ផ្អើលជាខ្លាំងហើយក៏លាន់មាត់ស្របគ្នាថាហេតុអ្វីបានជាទៅដូច្នេះទៅវិញទីបំផុតអ្នកស្រីជីងក៏និយាយទៅរកអ្នកទាំងពីរដោយសម្លេងធ្ងន់ពីព្រោះអ្នកទាំងពីរឯងគឺជាបងប្អូនប្រុសស្រីបង្កើតនឹងគ្នាយុទ្ធជនសៀងថៅឬសូដូច្នេះខ្លួនឡើងញ័រមុខឡើងស្លេកហើយក៏ចាប់ទូរស័ព្ទខលទៅរកឪពុកម្ដាយចិញ្ចឹមរបស់គាត់ភ្លាមហើយទីបំផុតឪពុកម្ដាយចិញ្ចឹមរបស់យុទ្ធជនសៀងថៅក៏និយាយថាសៀងថៅឯងត្រូវបានខ្ញុំរើសយកមកចិញ្ចឹមតាំងពីនៅជាទារកឯណោះនិយាយមិនទាន់ចប់ស្រួលបួលផងស្រាប់តែអាមីទាញដៃសង្សារហើយនិយាយខ្សឹបដាក់សៀងថៅថាតោះយើងទៅវិញយើងមិនអាចនៅទីនេះដោយរងការចោទប្រកាន់ថាពួកយើងមានឈាមដូចគ្នានោះទេតើរឿងនេះកើតឡើងដោយរបៀបណាខ្ញុំឈ្មោះមីលីនហើយបងឯងឈ្មោះសៀងថៅវាមិនអាចទៅរួចទេដែលយើងជាបងប្អូនបង្កើតគ្នាទៅវិញអ្នកស្រីជីងគាត់មិនដឹងថាត្រូវជឿអ្វីទៀតទេគាត់មានអារម្មណ៍រីករាយជាខ្លាំងពេលដែលឃើញកូនស្រីរបស់គាត់មានគូស្នេហាប៉ុន្តែឥឡូវនេះគាត់មានអារម្មណ៍ថាសេចក្តីស្នេហានេះនឹងបំផ្លាញពួកគេទាំងអស់គ្នាតើខ្ញុំត្រូវបួងសួងសុំសម្ភារមង្គលជូនកូនស្រីរបស់ខ្ញុំឬក៏បួងសួងសុំឲ្យកូនប្រុសខ្ញុំដែលបាត់បង់ជាយូរមកហើយឲ្យគាត់ត្រឡប់មករកខ្ញុំវិញឬក៏យ៉ាងណាអ្នកស្រីជីងគិតក្នុងចិត្តដោយអស់សង្ឃឹមដោយមិនអស់ចិត្តអ្នកស្រីជីងនិងអង្គុលលីគាត់ក៏ទៅជួបប្អូនរបស់គាត់ដែលជាអ្នកបញ្ចុះសពទារកនោះប៉ុន្តែបន្ទាប់ពីជាង20ឆ្នាំមកគាត់ភ្លេចស្ទើរតែទាំងអស់ទៅហើយតែគាត់ចាំបានថាគាត់បានទុកសាកសពទារកតូចមួយនោះចោលតាមដងមាត់ទន្លេដោយមិនបានបញ្ចុះសពនោះទេឮសូរដូច្នេះអ្នកទាំងពីរក៏កាន់តែខ្វាយខ្វល់ឡើងហើយក៏ចាប់ផ្ដើមស្វែងរកព័ត៌មានពីអ្នកភូមិទាំងអស់ដែលរស់នៅតាមដងមាត់ទន្លេហើយមានគ្រួសារមួយបាននិយាយថាគ្រួសារគាត់បានរើសកូនប្រុសមួយមកចិញ្ចឹមនៅកំឡុងពេលនោះប៉ុន្តែដល់គាត់ទាំងពីរសួរប្រវត្តិឲ្យបានច្បាស់លាស់គ្រួសារនោះក៏បានបដិសេធមិនព្រមផ្ដល់ព័ត៌មានបន្ថែមទៀតទីបំផុតអ្នកស្រីជីងនិងអង្គុលលីក៏ចាប់ផ្ដើមទៅរកកញ្ញាមីនិងយុទ្ធជនសៀងវិញដើម្បីបញ្ឈប់មុននឹងអ្វីមួយអាក្រក់នឹងអាចកើតឡើងនៅក្នុងគ្រួសារពេលទៅជួបអាមីនៅឯកន្លែងដែលនាងរស់នៅភ្លាមអ្នកស្រីជីងក៏និយាយថាអាមីកូនឯងត្រូវតែបែកគ្នាជាមួយសៀងមិនអាចនៅជាមួយគ្នាកើតទេម៉ាក់ទារកដែលបញ្ជាក់បណ្ឌិតបានបញ្ជាក់ថាទារកនោះស្លាប់រួចទៅហើយហេតុដូចម្ដេចបានមកឯងថាទារកនោះអាចរស់ឡើងវិញបានអាមីសួរទៅម្ដាយទាំងទឹកភ្នែកហើយក៏និយាយបន្តទៀតថាបើសិនជាលោកបញ្ជាក់បណ្ឌិតបញ្ជាក់ខុសមែនពីមុនមកតើហេតុអ្វីបានជាមកឯងដឹងថា
សៀងសង្សារខ្ញុំជាទារកនោះទៅវិញមានមនុស្សរាប់រយលាននាក់រស់នៅក្នុងโลกនេះម៉ែឯងគិតតែនិយាយយកឈ្នះវាមិនសមសោះអាមីបានចោទប្រកាន់ទៅម្ដាយរបស់នាងថាបានបំផ្លាញអនាគតរបស់នាងដោយសារតែការស្រមើស្រមៃដែលកើតចេញពីទុក្ខព្រួយប្រសិនបើអាមីឯងនិងសៀងជាបងប្អូនពិតប្រាកដមែនគឺមិនអាចរស់នៅជាមួយគ្នាបានទេគឺវាខុសនឹងច្បាប់និងទំនៀមទម្លាប់ប្រពៃណីអាមីឆ្លោះគ្នាជាមួយម្ដាយពេញមួយថ្ងៃហើយដោយទ្រាំមិនបាននាងក៏និយាយទៅកាន់ម្ដាយទាំងទឹកមុខក្រហមថាអញ្ចឹងយើងទាំងពីរនឹងទៅធ្វើតេស្ត DNA ហើយទុកឲ្យវិទ្យាសាស្ត្រសម្រេចចិត្តយើងវិញអញ្ចឹងក៏បានដែរកូន3ថ្ងៃក្រោយមកបន្ទាប់ពីធ្វើតេស្តលទ្ធផលក៏បានរកឃើញថាអ្នកទាំងពីរមិនមែនជាបងប្អូនបង្កើតទេហើយអ្នកស្រីជីងនិងអង្គុលលីក៏បានសុំទោសអ្នកទាំងពីរដោយអៀនខ្មាស់ប៉ុន្តែអ្វីបានត្រូវដោះស្រាយហើយជីវិតក្រុមគ្រួសារនោះក៏បានវិលត្រឡប់មកវិញជាភាពធម្មតាបន្ទាប់ពីមានភាពច្បូកច្បល់បណ្ដាលមកពីភាពស្រឡាញ់របស់ម្ដាយដែលការពារនិងភ័យខ្លាចនៅអ្វីដែលអាចកើតឡើងចំពោះគ្រួសារបាទបងប្អូនពីទស្សនៈចំណុចនេះការព្រួយបារម្ភរបស់គាត់គឺយើងអាចយល់បានគឺគាត់គ្រាន់តែចង់ការពារកូនរបស់គាត់មិនឲ្យធ្លាក់ក្នុងគ្រោះថ្នាក់ទំនាក់ទំនងរវាងសាច់ញាតិជិតស្និទ្ធហើយប្រពៃណីរបស់ចិនពីបុរាណគឺអាចថ្កោលទោសបានដោយយកហេតុផលថាខុសសិលធម៌ហើយសូម្បីតែច្បាប់សម័យទំនើបក៏ហាមឃាត់អាពាហ៍ពិពាហ៍រវាងសាច់ញាតិឈាមជាមួយគ្នាទីបញ្ចប់ការរៀបការមិនមែនគ្រាន់តែនិយាយអំពីស្នេហានោះទេវានិយាយអំពីរស់រានមានជីវិតសុខភាពល្អនិងអំពីគុណធម៌ហើយខ្ញុំនិទានរឿងនេះក្នុងភាពជាមនុស្សចាស់ជូនបងប្អូនស្ដាប់កម្សាន្តដើម្បីកែអផ្សុកហើយបើខ្ញុំមានកំហុសដោយអចេតនាសូមមេត្តាអភ័យទោសហើយបើបងប្អូនមានយោបល់សូមដាក់ខមមិនពីខាងក្រោមហើយយើងនឹងជួបគ្នានៅវីដេអូថ្មីទៀតនៅថ្ងៃក្រោយបាទសូមអរគុណ